ប្រវត្តិស្ថានទូតបារាំងទីដែលត្រូវបានផ្ដើមសាងសង់ដំបូងនៅឆ្នាំ 1958 ហើយត្រូវបានបញ្ចប់រួចរាល់នៅឆ្នាំ 1961 ក្នុងសម័យសង្គមរាស្ត្រនិយមនៅមុនការសាងសង់ទីនេះពលគឺក្នុងឆ្នាំ 1956 ក្រសួងហិរញ្ញវត្ថុបារាំងបានដាក់ចេញគម្រោងមានទឹកប្រាក់រហូតដល់ 250 លានហ្វ្រង់សម្រាប់សាងសង់ស្ថានទូតនៅកម្ពុជានៅពេលនោះក៏មានផងនៅការប្រកួតប្រជែងស្វែងរកអ្នកគូប្លង់ដែលរៀបចំឡើងនៅរាជធានីភ្នំពេញលុះនៅថ្ងៃទី 8 ខែធ្នូឆ្នាំ 1956 ស្ថាបត្យករសញ្ជាតិបារាំងក៏ត្រូវបានជ្រើសរើសជាស្ថាបត្យករសម្រាប់គម្រោងស្ថានទូតនៅកម្ពុជានេះដោយនៅក្នុងគម្រោងប្លង់នាពេលនោះគឺតម្រូវឲ្យមាននៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតមជ្ឈមណ្ឌលវប្បធម៌និងកន្លែងស្នាក់នៅរបស់មន្ត្រីការទូតនិងអគារចំណុះផងដែរបន្ទាប់មកនៅចន្លោះឆ្នាំ 1960 ដល់ 1965 អគារស្នាក់នៅចំនួន 2 បន្ថែមទៀតក៏ត្រូវបានសាងសង់ឡើងសម្រាប់បុគ្គលិកសន្តិសុខរហូតចូលដល់របបសាធារណរដ្ឋខ្មែរទីនេះនៅតែបានបើកដំណើរការជាធម្មតាហើយក៏មានផងដែរការបដូរទីតាំងបេសកកម្មយោធាបារាំងពីខាងជើងវត្តភ្នំមកក្នុងបរិវេណស្ថានទូតវិញនៅចុងខែវិច្ឆិកាឆ្នាំ 1971 រហូតចូលដល់របបកម្ពុជាប្រជាធិបតេយ្យស្ថានទូតបារាំងគឺបានក្លាយជាទីតំណាងបេសកកម្មការទូតចុងក្រោយគេបង្អស់ដែលនៅបើកដំណើរការហើយនាពេលនោះបរិវេណស្ថានទូតបានប្រែក្លាយជាមណ្ឌលជនភៀសខ្លួនដែលទទួលមនុស្សរាប់ពាន់នាក់គិតទាំងជនបរទេសនិងជនជាតិខ្មែរប៉ុន្តែទោះបីជាយ៉ាងណាដោយសារក្នុងចំណោមជនភៀសខ្លួនខ្លះមានសញ្ជាតិពីរដូច្នេះពួកបនខ្មែរក្រហមបានទាមទារឲ្យស្ថានទូតប្រគល់ខ្លួនអ្នកទាំងអស់នោះបន្ទាប់មកជនដែលត្រូវបានប្រគល់ខ្លួនភាគច្រើនគឺមិនបានរួចផុតជីវិតនោះឡើយដោយខ្លះថែមទាំងត្រូវបានបញ្ចប់ជីវិតភ្លាមៗតែម្ដងរហូតដល់ថ្ងៃទី 6 ឧសភាឆ្នាំ 1976 កូនសោស្ថានទូតក៏ត្រូវបានប្រគល់ឲ្យទៅពួកខ្មែរក្រហមហើយស្ថានទូតក៏ត្រូវបានបិទទ្វារជាផ្លូវការក្នុងអំឡុងរបបដឹកនាំដោយប៉ុល ពតនេះភ្នំពេញបានក្លាយជាទីក្រុងដែលគ្មានមនុស្សរស់នៅឧឈានស្ថានទូតបានក្លាយទៅជាព្រៃហើយអគារទាំងឡាយស្ថិតក្នុងសភាពបាក់បែកចាស់ទ្រុឌទ្រោមបន្ទាប់ពីការដួលរលំទៅនៃរបបដ៏មហាប្រល័យនេះប្រជាជនកម្ពុជាក៏ផ្ដើមវិលត្រឡប់មករស់នៅទីក្រុងភ្នំពេញវិញដែលនៅពេលនោះទីតាំងស្ថានទូតបារាំងត្រូវបានប្រើប្រាស់ជាទីបញ្ជាការយោធារហូតដល់ឆ្នាំ 1985 បន្ទាប់មកទីនេះក៏ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលកុមារកំព្រាចាប់ពីឆ្នាំ 1986 ដល់ឆ្នាំ 1991 លុះបន្ទាប់ពីការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរួចប្រទេសបារាំងក៏បានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញតែដោយសារអគារមានសភាពទ្រុឌទ្រោមខ្លាំងមិនអាចប្រើប្រាស់បានតំណាងបេសកកម្មការទូតបារាំងក៏បានធ្វើការជួសជុលកែលម្អឡើងវិញទាំងស្រុងអំឡុងចន្លោះឆ្នាំ 1993 ដល់ឆ្នាំ 1996 បន្ទាប់មកស្ថានទូតថ្មីក៏ត្រូវបានដាក់ឲ្យប្រើប្រាស់ចាប់តាំងពីថ្ងៃទី 12 ខែកក្កដាឆ្នាំ 1995 រួចក៏ត្រូវបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី 18 មិនិនា 1996 ហើយត្រូវបានប្រើប្រាស់រហូតមកទល់បច្ចុប្បន្នជួបគ្នាក្នុងវីដេអូបន្ទាប់